ស្វាគមន៍មកកាន់សាលារបស់ខ្ញុំគឺសាលាជំនាញវិទ្យាករណ៍របស់ប្រែអូខេខ្ញុំបរៀនអ្នកនរគ្នានៅបកប្រែប្រដាប់ភាពមួយណា Posting Interpretation Part 1ចូលអត្ថបទទី12នេះជាចំណងជើងកញ្ញាវ៉ាន់ដាកំពុងសប្បាយចិត្តតែលោកសវណ្ណកំពុងពិបាកចិត្តហើយខ្ញុំប្រែអង់គ្លេសតាមស្តង់ដារអន្តរជាតិ Miss Wanda is being happy ខមាមកបាត់ Mr. Swan is being sad ឥឡូវនេះខ្ញុំស្រោចពាក្យមកបរៀនសិន lexicon វាក្យស័ព្ទក្នុងនេះមាន15ពាក្យពាក្យទី1 statusing រឿងចំពោះមុខពាក្យទី2 circumstance កលៈទេសៈពាក្យទី3 depending on ដោយផ្អែកលើពាក្យទី4 preoccupation អារម្មណ៍ពាក្យទី5 at any price ទោះបីយ៉ាងណាពាក្យទី6 beyond all comparison គ្មានអ្វីប្រៀបតាមបានពាក្យទី7 sad ពិបាកចិត្តពាក្យទី8 amused សប្បាយចិត្តពាក្យទី9 amass ទទួលបានពាក្យទី10 radically យ៉ាងខ្លាំងពាក្យទី11 instead យ៉ាងណាមិញពាក្យទី12 happen to កើតឡើងចំពោះពាក្យទី13 sadness ការពិបាកចិត្តពាក្យទី14 delight ការសប្បាយចិត្តពាក្យទី15 outcome លទ្ធផលអូខេអ្នកនរគ្នាអញ្ចឹងនៅក្នុងអត្ថបទទី12នេះខ្ញុំបានស្រង់ពាក្យមកទាំងអស់មាន15ពាក្យហើយអ្នកនរគ្នាត្រូវរើសយកពាក្យហ្នឹងពាក្យណាដែលចេះហើយអ្នកនរគ្នាមិនបាច់ទិញទៀតទេទិញតែពាក្យណាថ្មីទៅបានហើយយកពាក្យហ្នឹងទៅប្រើការចេញជាស្តង់ដារអន្តរជាតិចុះណាអូខេកុំភ្លេចចុចពាក្យ subscribe និងសញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីពីខ្ញុំរាល់ថ្ងៃចុងក្រោយជូនពរដល់អ្នកនរគ្នាជាពិសេសសិស្សរបស់ខ្ញុំទទួលបានជោគជ័យក្នុងការសិក្សា